រំទេសរំដីសុនចន្ទលប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានហើយអាដាមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានហើយអាដាមអគ្គលេខាធិការអាស៊ានហើយអាដាមលោកជំទាវលោកស្រីថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសដែលបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី27និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូក្នុងបរិបទបច្ចុប្បន្នក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺ COVID-19 និងការរៀបចំយុទ្ធសាស្ត្រស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញពិភពលោកក៏បាននឹងកំពុងប្រឈមនឹងបញ្ហារួមជាច្រើនដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយសង្គ្រាមពាណិជ្ជកម្មនិងការប្រែប្រួលអាកាសធាតុជាដើមក្នុងកម្រិតតំបន់ដើម្បីដោះស្រាយនៅរាល់បញ្ហាប្រឈមទាំងនេះប្រកបដោយវិបុលភាពនិងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ានកម្ពុជាយល់ថាអាស៊ានត្រូវប្រកាន់ភ្ជាប់នៅទស្សនៈពហុភាគីនិយមនិងរួបរวมសាមគ្គីគ្នាជាធ្លុងមួយស្របតាមទិសស្លោកយើងយកចិត្តទុកដាក់យើងត្រៀមលក្ខណៈយើងរីកចម្រើនជាជំហានទៅមុខកម្ពុជាយល់ថាការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ានតាមគន្លងប្រក្តីភាពថ្មីគឺជាកិច្ចការចាំបាច់និងសមស្របដើម្បីបង្កើតជាកម្លាំងមួយដ៏ធំសម្រាប់ប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់ភាពប្រកួតប្រជែងនិងបរិយាបន្នក្នុងបរិបទនេះផែនការមេស្រីពីការតបភ្ជាប់អាស៊ាននឹងដើរតួនាទីជាផែនការគន្លឹះដែលនឹងធានាការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចជាមួយនឹងគម្លាតអភិវឌ្ឍតិចតួចនិងការតបភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិកនិងជាមួយពិភពលោកតាមរយៈការធ្វើឲ្យកាន់តែស៊ីសង្វាក់គ្នានិងបរិយាបន្នភាពនៃការតបភ្ជាប់ទាំង3គឺការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធការតបភ្ជាប់ស្ថាប័ននិងការតបភ្ជាប់ប្រជាជនផ្ដើមចេញពីនេះខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដែលកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធអាចយកទៅពិចារណាដោយខាងក្រោមទី1ជំងឺ COVID-19 នឹងបន្តបង្អាក់ប្រណិប័តការដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់សកលក្នុងរយៈពេលវែងខាងមុខដោយទីរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានគួរបន្តតាមដាននិងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើដំណើរការនៃការអនុវត្តផែនការសកម្មភាពក្រោមក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ានដោយសង្កត់ធ្ងន់លើការពង្រឹងការតបភ្ជាប់ក្នុងតំបន់សម្រាប់ពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាននិងភាពធន់សង្គមសេដ្ឋកិច្ចក្នុងន័យនេះការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានប្រកបដោយភាពរលូននិងរហ័សទាន់ចិត្តនិងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្មនៅក្នុងតំបន់ប្រកបដោយភាពរឹងមាំនិងនិរន្តរភាពទី2អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀតក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូនដើម្បីសម្រេចឲ្យបានជោគជ័យในការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន2016-2025រួមទាំងសកម្មភាពអតិភិបនៃការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិរបស់ផែនការនេះ
ដែលជាឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន2025ទី3អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខានិងដាក់ឲ្យអនុវត្តឲ្យបានឆាប់រហ័សនៅកិច្ចព្រមព្រៀងទូលំទូលាយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ានសហភាពអឺរ៉ុបកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាននូវែលសេឡង់និងកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ានកូរ៉េជាដើមកិច្ចព្រមព្រៀងនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គមសេដ្ឋកិច្ចនិងជាស្ពានតភ្ជាប់អាស៊ានទៅកាន់ពិភពលោកទី4អាស៊ានត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដោយជាមួយដៃគូសន្ទនានិងដៃគូអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកមូលនិធិនិងជំនួយបច្ចេកទេសព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀតនៅក្នុងអាស៊ានខ្ញុំសូមបញ្ជាក់ជូនអង្គពិធីផងដែរថាក្រៅពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិខ្ញុំសង្ឃឹមថាកម្ពុជានឹងអាចទទួលបាននិងចូលរួមរំលែកបទពិសោធន៍និងចំណេះដឹងល្អៗជាមួយសមាជិកដទៃទៀតសម្រាប់ជាទុនមួយក្នុងដំណើរការអភិវឌ្ឍវិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូលទី5វិស័យដឹកជញ្ជូនបានបញ្ចេញអូស្មန်កាបូនឌីអុកស៊ីតប្រមាណ 20% ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុក្នុងន័យនេះខ្ញុំសូមស្នើអាស៊ានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន 2016-2025 និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថានព្រមទាំងជំរុញសមាហរណកម្មការធ្វើផែនការប្រើប្រាស់ដីធ្លីនិងផ្លូវថ្នល់ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីការប្រើប្រាស់ថាមពលការកកស្ទះចរាចរណ៍អូស្មန်ផ្ទះកញ្ចក់និងសារធាតុបំពុលផ្សេងៗទៀតការជំរុញអនុវត្តការងារទាំងនេះនឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងដល់ពិភពលោកយើងទាំងមូលទី6អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ក្នុងតំបន់អាស៊ាននិងពិភពលោកពិសេសតាមរយៈការជំរុញអនុវត្តនៅលិខិតតុបករណ៍គតិយុត្តដូចជា 1. សេចក្តីណែនាំពីការកែលម្អស្តង់ដាររបាយការណ៍សម្រាប់រាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ដោយផ្អែកទៅលើស្តង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ 2. សេចក្តីប្រកាសមូរ៉េណេដារុសឡាំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ 2020 និងទិសដៅថ្មីឆ្នាំ 2030 ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច 50% ពីឆ្នាំ 2021 ទៅឆ្នាំ 2030 ហើយឧត្តមលោកជំទាវអស់លោកស្រីខ្ញុំសូមឆ្លៀតក្នុងឱកាសនេះចែករំលែកនៅយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការប្រយុទ្ធនិងឆ្លើយតបទៅនឹងជំងឺ COVID-19 ប្រកបដោយភាពស្វាហាប់និងបរិយាកម្មរហូតដល់ឈានដល់ការប្រកាសជាផ្លូវការនៅការបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃ1 ខែវិច្ឆិកាឆ្នាំ 2021 ជារួមកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រកន្លឹះនិងបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនដល់ប្រជាជនអាយុចាប់ពី5ឆ្នាំឡើងគិតត្រឹមថ្ងៃ
ទី5ខែវិច្ឆិកាឆ្នាំ2021កម្ពុជាបានសម្រាប់បានអត្រាគ្របដណ្ដប់នៃការចាក់វ៉ាក់សាំងច្រើនជាង 82% នៃប្រជាជនសរុបប្រមាណ16លាននាក់គឺយើងចាក់បានជាង14លាននាក់រួចស្រេចទៅហើយក្រៅពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានអស់រយៈពេលជាង20ឆ្នាំមកនេះកម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមកសាងសហគមន៍3តកសហគមន៍តំបន់ដែលមានសន្តិភាពវិបុលភាពនិងសុខដុមបរិយាកម្មព្រមទាំងផ្លាស់ប្ដូរអាស៊ានទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារៈសំខាន់ជាសកលក្នុងនាមជាប្រធានអាស៊ានឆ្នាំ2022កម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកនិងដៃគូដទៃទៀតក្នុងការសម្រេចបាននូវអត្ថប្រយោជន៍ផ្សេងៗរបស់អាស៊ានពោលទៅរកការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានព្រមទាំងលើកកម្ពស់សហគមន៍អាស៊ាននៅក្រៅវិបត្តិជំងឺ COVID-19 ស្របតាមមូលបត្រអាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាដើម្បីសុខដុមរមនាសន្តិភាពនិងវិវត្តភាពនៅក្នុងតំបន់ទាំងមូលជាទីបញ្ចប់ខ្ញុំសូមជូនពរឯកឧត្តមលោកជំទាវលោកស្រីមានសុខភាពល្អបរិបូរណ៍និងទទួលបានជោគជ័យចំពោះគ្រប់ភារកិច្ចខ្ញុំក៏សូមជូនពរឲ្យកិច្ចប្រជុំនេះទទួលបានជោគជ័យនិងលទ្ធផលជាផ្លែផ្កានិងសូមប្រកាសបើកជាផ្លូវការនៅកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី27និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូចាប់ពីពេលនេះតទៅសូមអរគុណ